រឿងកង្កែបនិងត្រីជាមិត្តល្អនេះគ្នាកាលពីព្រេងនាយមានសត្វកង្កែបមួយឈ្មោះកូរីណូបានរស់នៅក្នុងរន្ធក្បែរមាត់ស្រះដ៏ធំមួយក្បែរផ្ទះអ្នកភូមិនៅពេលនោះកង្កែបកូរីណូបានឃើញត្រីមួយដែលគេស្គាល់ថាឈ្មោះត្រីរីកគីកង្កែបកូរីណូបានសួរថាតើអ្នករស់នៅក្នុងទឹកជានិច្ចមែនទេត្រីរីកគីបានឆ្លើយថាបាទខ្ញុំរស់នៅក្នុងទឹកជានិច្ចខ្ញុំមិនអាចរស់នៅលើគោកទេនៅថ្ងៃមួយកង្កែបកូរីណូបានជាប់នៅក្នុងរន្ធភក់មួយនៅក្បែរមាត់ស្រះកង្កែបកូរីណូភ័យណាស់ហើយស្រែកឲ្យគេជួយខ្ញុំផងត្រីរីកគីបានឮសំឡេងសត្វកង្កែបកូរីណូស្រែកឲ្យជួយត្រីរីកគីបាននាំគ្នាជាច្រើនមកខំអូសទាញកង្កែបកូរីណូពីក្នុងភក់បានយ៉ាងជោគជ័យកង្កែបកូរីណូរីករាយខ្លាំងណាស់ពីព្រោះមានមិត្តត្រីរីកគីនិងត្រីជាច្រើនទៀតបានជួយខ្លួននៅថ្ងៃបន្ទាប់មានអ្នកនេសាទម្នាក់បានដាក់អន្ទាក់ក្នុងស្រះនោះគប់ជួនអីត្រីរីកគីក៏បានជាប់នៅក្នុងអន្ទាក់របស់អ្នកនេសាទនោះត្រីរីកគីភ័យតក់ស្រុកយ៉ាមិត្តកង្កែបកូរីណូដូច្នោះក៏លោតចូលក្នុងទឹកជួយដោះលែងត្រីរីកគីចេញពីអន្ទាក់បានជោគជ័យចាប់តាំងពីពេលនោះមកកង្កែបកូរីណូនិងត្រីរីកគីនិងមិត្តភក្តិជាច្រើនទៀតបានរាប់អានគ្នាជាមិត្តដ៏ល្អនិងគ្នាជាដរាបរៀងមកចប់